ត្រឹមតែសកម្មភាពថត MV ចម្រៀងរបស់លោកខាត់ចែមនិងកូនប្រុសស្រីផ្ទុកកក្រើកមានអ្នកចូលរួមទស្សនាជាង 3 MV ទៅហើយត្រឹមតែសកម្មភាពថត MV ចម្រៀងរបស់លោកខាត់ចែមនិងកូនប្រុសស្រីនៅផ្សារធំថ្មីផ្ទុកកក្រើកប៉ុណ្ណឹងហើយចុះតម្រាំ Full MV ចម្រៀងទៀតដឹងតែរំកក្រើកខូចដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះដើម្បីឲ្យផ្លាយចម្លែកអារម្មណ៍តារាចម្រៀងលោកខាត់ចែមបាននាំកូនប្រុសស្រីរបស់លោកគឺលោកដូរ៉ានិងកញ្ញាអេមីចូលរួមថត MV ចម្រៀងថ្មីមួយដែលមានចំណងជើងថារំទៅធៀមយើងដែលបានដិតយករូបភាពយ៉ាងស្រស់ស្អាតនៅផ្សារធំថ្មីរួមបញ្ចូលជាមួយ MV ចម្រៀងនេះ MV ចម្រៀងរំទៅធៀមយើងនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះនៅក្នុងផលិតកម្ម Galaxy នវត្រាដោយក្នុងបទចម្រៀងនេះអាចចាក់រំលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងកម្មវិធីជួបជុំគ្រួសារមិត្តភ័ក្តិនិងកម្មវិធីផ្សេងៗបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយអ្វីដែលពិសេសជាងនោះគឺតារាចម្រៀងលោកខាត់ចែមបាននាំកូនប្រុសស្រីចូលរួមថតជាមួយគ្នាតែម្ដងជាក់ស្ដែងត្រឹមតែវីដេអូសកម្មភាពដែលលោកខាត់ចែមបានបង្ហោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងនៅការពេញចិត្តនិងទស្សនារហូតទៅដល់ជាង 3 MV ឯណោះបទចម្រៀងរំទៅធៀមយើងមិនត្រឹមតែបង្កើតឡើងជាមួយសាច់ភ្លេងនិងចង្វាក់ថ្មីគួរឲ្យចង់រំលេងកំសាន្តប៉ុណ្ណោះទេថែមទាំងមានចំណុចពិសេសៗជាច្រើនផ្សេងទៀតដែលត្រូវនឹងចំណងចំណូលចិត្តមិត្តយុវវ័យបន្ទាប់ពីឃើញអ្នកគាំទ្រច្រើនបែបនេះបានធ្វើឲ្យតារាចម្រៀងលោកខាត់ចែមរភើបចិត្តជាខ្លាំងនិងអរគុណចំពោះការគាំទ្ររបស់ពុកម៉ែបងប្អូនកុំភ្លេចរងចាំទស្សនា Full MV ចម្រៀងនេះទាំងអស់គ្នាដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗ